Cheng Chiao Gage មានរឿងអ្វីកើតឡើងនេះជារន្ទះបាញ់មួយតើអាចមានផ្លេចបន្ទោដោយចៃដន្យដោយរបៀបណាលោក Liu Xiaoji ត្រូវបានរន្ទះបាញ់បន្ទាប់ពីជិលប្រតិចបានចម្ងាយត្រឹមតែ10ម៉ាយប៉ុណ្ណោះតើវាពិតជាអាចជាទុកវេទនានៅស្ថានសុខមែនទេខ្ញុំមិនដែលរំពឹងថាវ៉ាន់ឆៃនឹងមានចិត្តល្អបែបនេះទេតាមពិតគាត់បានបាត់ខ្លួនទៅលើមេឃសំឡេងថតគឺនៅចិត្តខ្ញុំណាស់មានតែពេលនោះទេដែលពួកគេបានជៀសវាងការត្រូវរន្ទះបាញ់លើកក្រោយខ្ញុំនឹងមិនមានសំណាងបែបនេះទេផ្លេចបន្ទោអ្វីអាកាសធាតុបែបណាកុំនិយាយរឿងមិនសមហេតុផលនេះប្រហែលជាតាក់ទងនឹងការប្រែប្រួលអាកាសធាតុនាពេលថ្មីនេះចំណុចខ្លាំងរបស់ពួកគេគឺជាអ្វីដែលពួកគេបានព្យាករណ៍ថានឹងផ្លាស់ប្ដូរពិភពលោកពួកគេបានបញ្ឆោតយើងឲ្យមកទីធ្លានេះតើអ្នកកំពុងព្យាយាមបំភ័យមនុស្សមែនទេអ្នកមិនទៅរកបរិសចំណាស់ដែលមិនសមហេតុផលទេកុំឲ្យគាត់បោកបញ្ឆោតអីគាត់ពិតជាក្លាហានណាស់ហើយធ្វើឲ្យអ្នកនាងឌីរភ័យខ្លាចខ្ញុំរីករាយដែលខ្ញុំមិនបានវាយគាត់មិនគោរពពួកគេប្រកាសជានឹងត្រូវស្ថានសុខដាក់ទុនកម្មជាមិនមានទំនាក់ទំនងជាមួយលេខយាទៀតទេខ្ញុំនឹងមិនការពារអ្នកទៀតទេថ្ងៃនេះអ្នកប្រកាសជានឹងជួបប្រទះនឹងគ្រោះមហន្តរាយបិទមាត់ទៅមនុស្សល្ងងនៅពេលដែលផ្លេចបន្ទោនោះស្ទើរតែត្រូវបានអនុម័តអ្នកនាងលូបើអ្នកហ៊ានប្រមាថទេពធីតាម្ដងទៀតពួកគេពិតជានឹងត្រូវទទួលទណ្ឌកម្មពីស្ថានសុខមីងយីពូអ្នកពិតជាមិនត្រូវបញ្ឆោតគាត់ទេជនពៀលនេះគ្រាន់តែលេងល្បិចលើខ្ញុំទេខ្ញុំមិនជឿលើការសងសឹកដ៏អត់ប្រយោជន៍ទាំងនេះទេខ្ញុំក៏មិនជឿដែរមើលចុះក្រពះខ្ញុំកំពុងធ្លាក់ចុះនេះជាសរសៃប្រសាទមានបញ្ហាអ្វីជាមួយខ្ញុំព្រះអង្គម្ចាស់គឺជាសត្វកញ្ចក់ខ្ញុំបានប្រាប់អ្នកយូរមកហើយថាកុំឲ្យប្រមាថឬឆ្លើយឡើយអ្នកគ្រាន់តែមិនស្ដាប់ស៊ីលីឈប់លេងល្បិចលើខ្ញុំទៅបិទមាត់ទៅឯងចង់ស្លាប់មែនទេប៉ាគាត់បានធ្វើរឿងទាំងអស់នេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំប្រសិនបើនាងពិតជាទេពធីតាមួយប្រភេទមែនតើគាត់អាចអូនឯងអំពីការត្រូវគេធ្វើបាបរយៈពេល3ឆ្នាំក្នុងអំឡុងពេលមកខ្ញុំបាននិយាយថាខ្ញុំកំពុងធ្វើសកម្មភាពក្នុងនាមនរណាម្នាក់វាពិបាកក្នុងការបង្កើតគ្រួសារដោយការសាងសង់ចង់ឲ្យប្រលឹងរបស់គាត់ខ្ចាត់ខ្ចាយពួកគេក៏បានទាមទារឲ្យខ្ញុំផ្ដល់ជំរកសម្រាប់គ្រួសារខ្ញុំរយៈពេល3ឆ្នាំផងដែរគួរឲ្យអាណិតណាស់អ្នកបដិញ្ញាចិត្តថានឹងប្តឹងឲ្យស្លាប់ខ្ញុំបានផ្ដល់ផ្លូវចេញឲ្យអ្នករួចហើយកុំខ្មាស់អៀនអីអ្នកវាយខ្ញុំបងប្រុសឈិវហ៊ានវាយខ្ញុំម្លេះអស់រយៈពេល3ឆ្នាំកន្លងមកនេះអ្នកបានស្ដាប់បង្គាប់ខ្ញុំទាំងស្រុងខ្ញុំមិនដែលនិយាយថាទេពួកគេពិតជាបានវាយខ្ញុំមែនលោកឡៃឆេងឆេវអស់រយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំស្ដាប់បង្គាប់អ្នកទាំងស្រុងព្រោះខ្ញុំមិនចង់នៅជាមួយអ្នកខ្ញុំអត់អន់ចំពោះភាពនិយាយច្រើនរបស់អ្នកមិនគួរឲ្យជឿពួកគេចង់ដោះស្រាយអ្វីដោយសន្តិវិធីខ្ញុំអត់អន់ឲ្យអ្នកអស់រយៈពេល3ឆ្នាំតើអ្នកពិតជាគិតថាអ្នកមានអំណាចគ្រប់យ៉ាងមែនទេឈរនៅទីខាងកើតដោយយកចិត្តទុកដាក់ខ្ញុំគិតថាអ្នកគឺជាមនុស្សតែម្នាក់គត់នៅក្នុងគ្រួសារដែលមានទេពកោសល្យពិតប្រាកដសូមឲ្យខ្ញុំរំលឹកអ្នកតើអ្នកពិតជាគិតថារយៈពេល3ឆ្នាំកន្លងមកនេះលីជាអាចប្រែក្លាយសំណាងអាក្រក់ទៅជាសំណាងល្អអ្វីដំណើរការទៅដោយរលូនដោយសារតែអ្នកមែនទេបើមិនដូច្នោះទេកងកម្លាំងអ្នកគ្រាន់តែជាក្មេងល្ងងនៅជនបទម្នាក់ដែលមិនដឹងអ្វីទាំងអស់គាត់នៅតែចង់ទទួលយកកិត្តិយសប៉ុន្តែបរាជ័យវិបុលភាពបច្ចុប្បន្នរបស់លីជានឹងការអញ្ជើញចូលរួមពិធីជប់លៀងថ្ងៃនេះពួកគេទាំងអស់គ្នាបានមកដោយសារតែខ្ញុំប្រសិនបើខ្ញុំចាក់ចេញពីលីជាទាំងអស់នេះនឹងរលាយបាត់ទៅក្នុងខ្យល់ស្ដើងទោះបីជាការប្រឡាយពូជសាសន៍បានកន្លងផុតទៅហើយក៏ដោយប៉ុន្តែរយៈពេល3ឆ្នាំនិង7ខែនៅមិនទាន់បានបញ្ចប់នៅឡើយទេសម្បត្តិនិងធនធានបាត់បង់នៅពេលនៅឆ្ងាយពីផ្ទះសំណាងអាក្រក់និងសំណាងអាក្រក់ភាពក្រីក្របានដើរតាមគ្នាជាបន្តបន្ទាប់តើអ្នកអាចទ្រាំទ្របានទេតើអ្វីដែលអ្នកបាននិយាយជាការពិតទេលីជាចាប់ផ្ដើមត្រូវបានគេមើលឃើញអវិជ្ជមានការដាក់ទណ្ឌកម្មពីស្ថានសួគ៌គឺចិត្តមកដល់ហើយអ្នកនឹងដឹងឆាប់នេះថាតើវាពិតឬមិនពិតប្តីឲ្យមានអ្វីខុសជាមួយអ្នកតើឈើឡៃបានធ្វើអ្វីខ្លះសម្រាប់ឪពុកខ្ញុំបាននិយាយការដាក់ទោសពីព្រះចិត្តមកដល់ហើយលីជាហៀបនឹងជួបគ្រោះអកុសលគ្រោះមហន្តរាយនៅតែបន្តមិនអាចមានចិត្តឆ្លើយបានទេបងខ្លាបងទេស៊ីលីតើអ្នកបានធ្វើអ្វីពិតប្រាកដចំពោះឪពុកខ្ញុំការដាក់ទណ្ឌកម្មដល់ទេវភាពកំពុងធ្លាក់ចុះចាប់យកដោយចម្ពោះតើវាមានអ្វីពាក់ព័ន្ធជាមួយខ្ញុំអំពើអាក្រក់ការសងសឹកដល់ទេវភាពខ្ញុំគិតថាវាគឺជាអ្នកស្រីឆ្កេងញីឈ្មោលដែលបានរៀបចំរឿងនេះអូយវាមានក្លិនស្អុយណាស់នេះគឺជាម្សៅស៊ីនណាបាខ្ញុំដឹងថាអ្នកចម្លែកជាយូរមកហើយដូច្នេះខ្ញុំបានស្វែងរកជាពិសេសពីមេម្នាក់ដើម្បីស្វែងរកដំណោះស្រាយម្សៅស៊ីណាបានេះមានប្រសិទ្ធភាពបំផុតក្នុងការបណ្ដេញវិញ្ញាណអាក្រក់ខ្ញុំចង់ឃើញអ្វីដែលអ្នកស្រីឆ្កេងញីឈ្មោលមានផ្ដល់ជូនតើវាជាអំពើអាក្រក់ប្រភេទណាអានេះជាគ្រូតើមានអ្វីកើតឡើងពិតប្រាកដ
ខ្ញុំក៏មិនដឹងដែរនេះចម្លែកណាស់ចម្ងាយចិត្តបែបនេះតើខ្ញុំមិនអាចប៉ះគាត់បានដោយរបៀបណាវាត្រូវតែជាគាត់ហើយគាត់គ្រាន់តែលេងល្បិចប៉ុណ្ណោះចម្លែកណាស់តើនាងពិតជាមេធ្មប់មែនទេកូនស្រីដែលអ្នកបានស្វែងរកអស់រយៈពេល10ឆ្នាំគាត់ត្រូវបានចាក់សោនៅក្នុងបន្ទប់ក្រោមដីនៃវីឡាដោយប្រពន្ធទី2របស់អ្នកមានរឿងអ្វីជាមួយសេនលីនរថយន្តសង្គ្រោះបន្ទាន់របស់ឆេនឈៀវជិតមកដល់ហើយឆាប់យកឆ្នាំនេះមកចិនរិនចេញដំណើរកុំបង្ហោះនៅទីនេះកុំធ្វើឲ្យខ្លួនឯងខ្មាស់អៀននៅទីនេះហេតុអ្វីបានជាប្រញាប់ប្រញាល់បង្កើតគ្រួសារនៅពេលដែលគ្រោះមហន្តរាយដ៏ធំមួយទៀតហៀបនឹងកើតឡើងចំពោះយើងតើស្ពានអាកាសសាលាអាក្រក់ប្រភេទណាដែលបានដួលរលំខាតបង់រាប់រយលានកាលពី3ឆ្នាំមុនអ្នកបានចាក់ចេញពីផ្ទះហើយបោះបង់ចោលជំនាញទាំងអស់របស់អ្នកប្រសិនបើវាមិនមែនសម្រាប់ខ្ញុំទេបើគ្មានការបង្កើតគ្រួសារទេមនុស្សម្នាក់នឹងមិនសម្រេចបានឋានៈបច្ចុប្បន្នរបស់ខ្លួនឡើយឥឡូវនេះខ្ញុំលែងនៅទីនោះដើម្បីការពារអ្នកទៀតហើយសំណាងល្អនៃការបង្កើតគ្រួសារបានបាត់ទៅវិញដោយធម្មជាតិអូព្រះជាម្ចាស់អើយទេពអប្សរកូនស្រីខ្ញុំគាត់ពិតជាត្រូវបានអ្នកលក់សាច់ចាក់សនៅក្នុងបន្ទប់ក្រោមដីមែនទៅខ្ញុំមិនមានទំនាក់ទំនងស្នេហាអ្វីទេក្នុងរយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំតែងតែគិតថាទេពធីតាបុកបុរសគឺជាបុកបុរសនៃគ្រួសារស៊ូទេសភាពខ្លះខ្ញុំមិនដែលស្រមៃថាគាត់ពិតជាមានមែនខ្ញុំជាក្មេងស្រីហើយខ្ញុំទន្ទឹងរង់ចាំជួបអ្នកលោកគ្រូតូចយើងនៅសល់ពេល2ម៉ោងទៀតមុនពេលយើងទៅដល់ជាងឆេងអ្នកគួរតែគេងលក់ស្កប់ស្កល់ជាមុនសិនបើកបរលឿនជាងមុនខ្ញុំខ្លាចថាគាត់នឹងត្រូវគេធ្វើបាបតើនាងពិតជាព្រះនាងមែនទេសពសាយពាក្យចាំអារ៉ាមនិងបំផន់សាធារណជនអ្នកណាម្នាក់បណ្ដេញស្ត្រីដ៏អាក្រក់នេះចេញពីទីនេះអាហឺតើអ្វីទៅជាអាចទៅរួចសម្រាមឥតប្រយោជន៍មួយហ្វូងនៅទីនេះយើងត្រូវតែបណ្ដេញមនុស្សអាក្រក់នេះចេញពីទីនេះស្រមោចមិនសំខាន់ទាំងអស់ឲ្យគុំគិតពីការប្រើអំណាចដ៏ទេវភាពរបស់ខ្ញុំអីដកថយអ្នកណាដែលហ៊ានចាក់ចេញនៅថ្ងៃនេះនឹងត្រូវបណ្ដេញចេញប្រញាប់ឡើងហើយរត់កំឡុងឲ្យសូមឈប់លេងសើចទៀតទៅស្វាមីលៃឆេងសងបិទមាត់ប្តីឲ្យប្តីលីប៉ាវប៉ាវកុំបារម្ភអីថ្ងៃនេះខ្ញុំនៅទីនេះវិបត្តិរបស់លោកលីសៀនប្រកាសជានឹងត្រូវបានដោះស្រាយប៉ុន្តែខ្ញុំត្រូវតែបង្រៀនមេរៀនមួយដល់មនុស្សអាក្រក់នេះនៅថ្ងៃនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅជំរឿពីឥឡូវនេះវត្ថុបុរាណទាំងលុតជង្គង់ចុះហើយសុំទោសយីងចេញឥឡូវនេះក៏បានដែរកុំមករំខានផ្លូវខ្ញុំវាច្បាស់ជាអ្នកស្រីសិនខ្ញុំនឹងនៅទីនេះថ្ងៃនេះចាំមើលអ្នកណាហ៊ានឲ្យខ្ញុំចេញទៅតើអ្នកឬសុភាពបុរសផ្សេងទៀតលីខ្វាន់លីនតើមនុស្សបុរាណជាអ្នកដែលស្ដាប់ខ្ញុំច្រើនជាងគេមែនទេខ្ញុំប្រាប់អ្នកឲ្យចេញទៅឥឡូវនេះតើអ្នកគិតថាអ្នកជានរណាទៅដែលប្រាប់ខ្ញុំឲ្យវង្វេងខ្ញុំបានសន្យាជាមួយលោកលីដុងយ៉ាងផ្ដល់ឱកាសឲ្យគាត់ជួបខ្ញុំនឹងរងចាំគាត់ដោយធម្មជាតិវាជាលីតើអ្នកចង់មានន័យថាពិធីជប់លៀងនេះគឺសម្រាប់អ្នកមែនទេអ្នកគឺជាអ្នកមានគុណដែលពួកខ្ញុំបានអញ្ជើញអ្វីទៀតវាអាចជាគាត់មែនទេសម្ដីរបស់លោកនាយករដ្ឋមន្ត្រីពិតជាអួតអាងណាស់ពូរបស់ខ្ញុំនឹងមកដល់ឆាប់នេះបើគាត់ឃើញស្ត្រីឈួតម្នាក់នេះនៅទីនេះខ្ញុំខ្លាច10ម៉ាយខ្ញុំប្រាប់អ្នកឲ្យចេញទៅតើអ្នកឲ្យខ្ញុំនិយាយទេឈប់តើនេះជាអ្នកណាអ្នកនាងសុខសប្បាយជាទេជំនួយការចៅគឺជាមនុស្សដែលមេបញ្ជាការលីទុកចិត្តបំផុតហេតុអ្វីបានជាគាត់គោរពកម្លាំងខ្លាំងម្ល៉េះតើវាអាចជាលីទេពួកគេពិតជាភ្ញៀវកិត្តិយសដែលមេបញ្ជាការលីកំពុងធ្វើជាម្ចាស់ផ្ទះអ្នកហ៊ានណាស់អ្នកមិនស្គាល់អត្តសញ្ញាណខ្លួនឯងផងឈ្មោះពេញរបស់អ្នកស្រីស៊ីគឺចៅឈៀងអ្នកគ្រាន់តែជាឆ្កែនៅក្បែរពូរបស់ខ្ញុំប៉ុណ្ណោះតាំងពីអ្នកហ៊ានមកអង្អែលស្រីពេជ្រម្នាក់នេះនៅចំពោះមុខខ្ញុំតើអ្នកជឿថាខ្ញុំនឹងឲ្យពូរបស់ខ្ញុំបណ្ដេញអ្នកចេញទេតើអ្នកកំពុងធ្វើអ្វី Shirley បងប្រុសរបស់ចេងសៀវខ្ញុំសរសេរនេះទៅអ្នកដើម្បីពិចារណារយៈពេល3ឆ្នាំដែលខ្ញុំបានយកចិត្តទុកដាក់ចំពោះអ្នកតែងតែផ្ដល់មុខមាត់ដល់អ្នកជានិច្ចប៉ុន្តែដោយសារអ្នកមិនខ្មាស់អៀនខ្លាំងពេកបន្ទាប់មកគុំបន្ទោសខ្ញុំចំពោះការមិនសមរម្យតើលោកលីដុងយ៉ាងនៅឯណាឥឡូវនេះប្រាប់គាត់ឲ្យមករកខ្ញុំភ្លាមតើអ្នកគិតថាអ្នកជានរណាស៊ីលីហ៊ានបញ្ជាពួកខ្ញុំឲ្យមកជួបឯងយ៉ាងម៉េចមានរឿងអ្វីកើតឡើងមែនហើយសូមឲ្យខ្ញុំនិយាយអំពីរឿងទាំងនេះក្រឡេកមើលលូយ៉ានយីនអ្នកមានភាពក្លាហានបែបនេះសូមអភ័យទោសពូរបស់ខ្ញុំនៅទីនេះ
ថ្ងៃនេះអ្នកស្លាប់ហើយលោកពូនេះគួរឲ្យធុញណាស់មានអ្វីកើតឡើងហេតុអ្វីបានជាអ្នកវាយខ្ញុំជីជីវាជាស្ត្រីដ៏គួរឲ្យស្អប់ខ្ពើមម្នាក់នេះដែលកំពុងប្រើឈ្មោះបង្ហាញអំណាចនិងប្រជានុភាពរបស់ពួកគេហេតុអ្វីបានជាអ្នកវាយគាត់តើអ្វីដែលបុគ្គលនោះនិយាយអាចជាការពិតទេនាងត្រូវតែជាទេពធីតាដោយដឹងថាជាមនុស្សល្ងងត្រូវបានលើកឡើងដោយកញ្ញាស៊ីនោះជាពរជ័យដែលខ្ញុំមិនអាចរកបានក្នុងរយៈពេល3ជីវិតជំរាបសួរអ្នកស្រីស៊ីក្រោកឡើងមេតបលីនិងប្រមុខនៃគ្រួសារធំទាំង4នៅជើងឆេងដើម្បីបង្ហាញការគោរពយ៉ាងខ្លាំងចំពោះនរណាម្នាក់ដែលមានកម្លាំងបែបនេះខ្ញុំបានប្រាប់អ្នកថាគាត់ជាទេពធីតាទេវវិជាតើគាត់ជានរណាឲ្យប្រាកដកញ្ញាស៊ីនេះជាកែវដែលយើងបានរៀបចំជាពិសេសសម្រាប់អ្នកសូមទទួលយករឿងនេះសូមកុំយល់ថារឿងនេះជាការប្រមាថអីអ្នកនាងស៊ីហេតុអ្វីបានជាពូរបស់ខ្ញុំមើលងាយកម្លាំងយ៉ាងនេះតើគាត់ជានរណាឲ្យប្រាកដតើសងណៃនិងលេជាខកខានអ្វីពិតប្រាកដនេះគិតនាមនិងទ្រព្យសម្បត្តិគ្រាន់តែជាបញ្ហានៃចលនាតែមួយប៉ុណ្ណោះរបស់ខាងក្រៅទាំងនេះរក្សាទុកពួកវាសម្រាប់ខ្លួនអ្នកមេបញ្ជាការរបស់កញ្ញាស៊ីគឺអ្នកស្រីលូនិងក្រុមគ្រួសារលីដែលមិនគោរពអ្នកស្រីស៊ីកញ្ញាស៊ីខឹងក្មេងល្ងងទេទូរស័ព្ទមកខ្ញុំវាយពួកគេឲ្យខ្លាំងវានឹងមិនដំណើរការទេប្រសិនបើខ្ញុំមិនទះកំភ្លៀងឲ្យបាន100ដងអ្នកបានអង្វរខ្ញុំឲ្យឈប់វាយគាត់ឈប់វាយដំណើរទស្សនកិច្ចរបស់អ្នកស្រីស៊ីមកកាន់ទីក្រុងជើងឆេងគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំលីជាល្ងងខ្លៅខ្លាំងណាស់ដែលហ៊ានមិនគោរពអ្នកនាងស៊ីនេះជាការអាម៉ាស់ចំពោះជេងឆេងលីចិនតៅអ្នកច្រឡំហើយជើងឆេងស្ថិតនៅក្នុងឆ្នាំទី3នៃគោលនយោបាយអ្នកមិនត្រឹមតែមិនដឹងទេផ្ទុយទៅវិញពួកគេបានធ្វើឲ្យកូនចៅរបស់ពួកគេអាម៉ាស់មុខយ៉ាងព្រៃផ្សៃប្រទេសសពថ្ងៃអ្នកបាននាំរឿងនេះមកលើខ្លួនអ្នកដោយបង្កើតគ្រួសារផ្ទាល់ក្នុងរយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះលេជាជាប់ចំណាត់ថ្នាក់ទី5នៅជេងឆេងខ្ញុំធ្លាប់គិតថាអ្នកពិតជាអ្វីមួយមែនលីសេក្រឡេកមើលទៅក្រោយឥឡូវនេះអ្នកគ្រាន់តែពឹងផ្អែកលើអ្នកនាងស៊ីដោយមិនដឹងខ្លួនល្ងងខ្លៅនិងគួរឲ្យអាណិតណាស់តើបងប្រុសស៊ីជាអត្ថភាពបែបណាតាមពិតទៅក្រុមគ្រួសាររបស់អ្នកយល់ច្រឡំគាត់ថាជាកូនស្រីរបស់ឪពុកលោកផែននិងស្ត្រីជនបទមិនសមហេតុផលរដូវរបស់កញ្ញាស៊ីគ្រួសារជេងឆេងរបស់យើងអាចបញ្ជាក់បានអំពីរឿងនេះតើអ្នកស្រីស៊ីមានការណែនាំអ្វីខ្លះពួកយើងអ្នកនេសាទមានឆន្ទៈធ្វើអ្វីគ្រប់យ៉ាងទោះបីជាយើងធ្វើយ៉ាងណាក៏ដោយសូមអភ័យទោសឲ្យភាពល្ងងខ្លៅរបស់ខ្ញុំអ្នកស្រីខោបាននៅជាមួយគ្រួសាររបស់អ្នកអស់រយៈពេល3ឆ្នាំមកហើយដោយសារតែដូនតារបស់អ្នកបានប្រមូលគុណធម៌អស់រយៈពេល8ជំនាន់មកហើយទើបអ្នកបានបង្កើតគ្រួសារអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះលែងមានកន្លែងសម្រាប់អ្នកនៅជេងឆេងទៀតហើយស្រមុកតើអ្នកកំពុងសម្លឹងមើលអ្នកណាលីស៊ីពិតជាបាននិយាយអ្វីមួយអំពីគាត់មែនវាពិតជាអាចកំបាំងណាស់ព្រះជាម្ចាស់ឲ្យគ្រួសារលីរបស់យើងបានធ្វើបាបអ្នកហើយទោះបីជាពួកគេផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារលីក៏ដោយអ្នកត្រូវតែទុកផ្លូវឲ្យគ្រួសារលីចេញកញ្ញាសិនមិនមែនអ្នកទេវាជាយើងការកំណត់កំហុសសូមផ្ដល់ឱកាសឲ្យយើងម្ដងទៀតប្តីឲ្យហេតុអ្វីបានជាអញលុតជង្គង់នៅចំពោះមុខគាត់ចេញទៅព្រះនាងឲ្យសូមឲ្យស្ងប់ចិត្តចុះគ្រួសារល្បីរបស់ជើងឆេងសុទ្ធតែដឹងពីសារៈសំខាន់នៃគុណធម៌គ្រួសារយើងទាំងអស់គ្នាដឹងយ៉ាងច្បាស់អំពីរបៀបដែលយើងគួររស់នៅជាមួយគ្នានាពេលអនាគតវាគឺដោយសារតែអវត្តមាននៃទេពធីតាទើបគ្រួសារមួយអាចត្រូវបានបង្កើតឡើងហេតុអ្វីថ្ងៃនេះចាប់តាំងពីព្រះនាងដ៏ពរជ័យរបស់នាងចេញនៅពេលដែលអ្នកបានបង្កើតគ្រួសាររួចហើយអ្នកគួរតែត្រឡប់ទៅរកស្ថានភាពដើមរបស់អ្នកវិញឋានៈឧស្សាហកម្មរបស់គ្រួសារលីនតើយើងមិនឆាប់នេះនឹងប្រឈមមុខនឹងឧក្រិដ្ឋកម្មកម្រិតខ្ពស់បំផុតទេអូព្រះជាម្ចាស់ឲ្យតើខ្ញុំគួរធ្វើអ្វីគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះខ្ញុំលែងមានអ្វីពាក់ព័ន្ធនឹងលីជាទៀតហើយអ្នកគួរតែប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់អ្នកនាពេលអនាគតគោរពតាមបញ្ជារបស់ព្រះនាងលីដងយ៉ាងអ្នកកំពុងព្យាយាមធ្វើឲ្យអ្វីរាបស្មើឧបសគ្គធំបំផុតសមាជិកគ្រួសាររបស់អ្នកនេះជាដំបូន្មានរបស់ខ្ញុំចំពោះអ្នកបានអស់ឱកាសហើយអ្នកមិនចាំបាច់មករកខ្ញុំទៀតទេពាក្យសូមដាក់ពាក្យលោកយ៉ាវឈឺលិនបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការផ្អាកការដាក់ពាក្យសុំទិដ្ឋាការខ្ញុំចង់ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារលូ
ចម្លែកណាស់ខ្ញុំច្បាស់ជាបានយកឈ្នះលើទុក្ខលំបាកផ្លូវចិត្តរបស់ខ្ញុំរួចហើយហើយអ្វីខ្ញុំនៅតែបរាជ័យទោះបីជាខ្ញុំខិតខំប្រឹងប្រែងនិងព្យាយាមយ៉ាងណាក៏ដោយទុក្ខលំបាកស្នេហាដែលបានកំណត់ទុកជាមុនឆ្លងកាត់ជីវិត3តើពាក្យរងចុងបុត្រាច្បងពីកំណើតមានន័យដូចម្ដេចលោកលេខីតើពួកគេហ៊ានរំខានរបស់របរនៅក្រោមជ្រមុះខ្ញុំយ៉ាងដូចម្ដេចខ្ញុំនឹងកែតម្រូវភាពលំអៀងរបស់អ្នកហើយនាំមកនូវអត្ថប្រយោជន៍ដល់អ្នកអធិរាជជេងស៊ឺគ្រូសាស៊ឺជេឆេវអធិរាជជេងស៊ឺគ្រូសាស៊ឺជេឆេវតើត្រូវរងចាំយូរប៉ុណ្ណាទៀតទើបយើងមកដល់លោកម្ចាស់វ័យក្មេងយើងនឹងទៅដល់លីជាងក្នុងរយៈពេល10នាទីលីជាខ្វាក់ភ្នែកធ្វើបាបព្រះនាងហើយសម្រាប់គ្រួសារលូធម្មតាផ្ដាច់ចំណងជាមួយព្រះនាងមិនអីទេលីចេនសៀវគឺជាមនុស្សម្នាក់ដែលមិនដឹងពីរបៀបឲ្យតម្លៃបន្ទាប់មកខ្ញុំនឹងការពារវាលីស៊ីយូណាននៅពេលនោះដោយពិចារណាលើទំនាក់ទំនងរវាងគ្រូនិងសិស្សរបស់យើងជួយគ្រួសារលីឲ្យជៀសវាងគ្រោះមហន្តរាយធំមួយគ្រោះមហន្តរាយដ៏ធំសម្បើមត្រូវបានជៀសវាងហើយប៉ុន្តែអ្នកបានកុហកខ្ញុំមួយថ្ងៃខ្ញុំនឹងសន្មតថាវាជារបស់លេជាក្នុងរយៈពេល3ថ្ងៃការបង្កើតគ្រួសារមួយនឹងនាំទៅរកគ្រោះមហន្តរាយដ៏ធំមួយជាមិនខានចូលព្រមជប់មិញស៊ីលីទៅណាតើអ្នកដឹងទេថាអ្នកស្ទើរតែសម្លាប់ឪពុកខ្ញុំហើយខ្ញុំមកពីដងយ៉ាងស្ទើរតែវាយអ្នករហូតដល់ស្លាប់តើវាមានអ្វីពាក់ព័ន្ធជាមួយខ្ញុំឆ្លើយតើអ្នកមិនចង់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងទៀតទេហេតុអ្វីបានជាអ្នកត្រឡប់មកវិញពិតមកទៅឆ្លើយតើអ្នកអាចស្នាក់នៅទីនេះហើយរងចាំខ្ញុំបានទេវាមិនមែនគ្រាន់តែថាអ្នកមិនអាចទ្រាំទ្រនឹងការចាក់ចេញអ្នកនៅតែអួតអាងខ្លួនឯងខ្លាំងពេកសូមផ្ដល់ឱកាសឲ្យលីសាម្ដងទៀតហេតុអ្វីបានជាអ្នកលុតជង្គង់នៅចំពោះមុខគាត់ប៉ានិងជីតាបិទមាត់ទៅអ្នកទាំងអស់គ្នាឥឡូវអ្នកមិនយល់ទេទេពធីតាគឺជាអ្នកមានគុណដល់គ្រួសារលីរបស់យើងប្រសិនបើទេពធីតាមិនមាននៅក្នុងរយៈពេល3ឆ្នាំនេះទេគ្រួសារលីរបស់យើងបានបាត់ខ្លួនជាយូរមកហើយតើវាអាចទៅរួចដោយរបៀបណាអ្នកស្រីលូបាននិយាយថាភាពលំអៀងរបស់មេបញ្ជាការលីចំពោះស៊ីលីនវាគឺដោយសារតែយ៉ាវឈឺលិនយើងមិនត្រូវបានបង្ខំឲ្យចេញពីសាលពិធីជប់លៀងទេមេបញ្ជាការដែលមានបំណងវាយប្រហារលីវាជាកំហុសរបស់ស៊ីលីនទាំងអស់អ្នកច្រឡំណាស់អ្នកទើបតែផ្ដាច់ទំនាក់ទំនងជាមួយលីជាស្ថានភាពរបស់ខ្ញុំបានធូរស្បើយឡើងវិញការឡំព័ទ្ធរបស់គ្រួសារលីរបស់យើងត្រូវបានបំផ្លាញអ្នកក៏ត្រូវបានដាក់ទណ្ឌកម្មដោយឋានសួគ៌ក៏ដែរករណីទាំងនេះបងប្អូនឲ្យយល់អត់ស្ដើងបើអ្នកនិយាយបែបនោះនៅក្នុងពិធីជប់លៀងខ្ញុំអាចបោះបង់ចោលអ្នកហើយមិនអាចជួយសង្គ្រោះអ្នកបានអ្នកសុំទោសយីនីនពន្យល់វាទៅមេបញ្ជាការលីម្ដងទៀតប្រាប់មេបញ្ជាការលីឲ្យឈប់បន្តរឿងនេះនៅលីជាងខ្ញុំអាចអនុញ្ញាតឲ្យអ្នកត្រឡប់មករកខ្ញុំវិញស៊ីលីតើអ្នកពិតជាមិនចង់រៀបការជាមួយចេនសៀវមែនទេអ្នកទាំងពីរគួរតែទៅយកសម្បត្តិអាពាហ៍ពិពាហ៍ឥឡូវនេះណាប្តីស្លេមតើអ្នកទេឲ្យតែអ្នកធ្វើតាមដែលខ្ញុំនិយាយខ្ញុំអាចផ្ដល់ចំណងជើងដល់អ្នកបានការកាត់ឡើងនិងការរលត់នៃលក្ខខណ្ឌសុទ្ធតែបណ្ដាលមកពីលក្ខខណ្ឌវាសនារបស់យើងបានកន្លងផុតទៅហើយដោយពិចារណាពីរបៀបដែលអ្នកបានថែរក្សាខ្ញុំយ៉ាងល្អក្នុងរយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំនឹងប្រគល់ខ្សែត្បូងថ្មនេះទៅអ្នកវិញអានេះហើយស្វាមេឲ្យតើនេះជាអ្វីឪពុកខ្ញុំធ្លាប់ប្រាប់ខ្ញុំមានច្បាប់មួយតាំងពីដូនតាយើងមកម្លេះអ្នកណាដែលទទួលបានខ្សែត្បូងពេជ្រពណ៌ស្វាយតើអ្នកណាជាបុគ្គលដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងគ្រួសារយើងខ្សែថ្មនេះគឺជាមរតករបស់ដូនតាយើងនេះពិតជាស្ថានភាពដ៏លំបាកមួយសម្រាប់លីស៊ីវដើម្បីដោះស្រាយជាមួយខ្សែត្បូងថ្មកាលពី3ឆ្នាំមុនគាត់បានសុំឲ្យខ្ញុំយកខ្សែត្បូងថ្មមកដើម្បីបង្កើតគ្រួសារមេអ្នកគ្រាន់តែត្រូវយកខ្សែត្បូងថ្មនេះទៅលីជានឹងចាត់ទុកអ្នកដូចជាទាហានកម្ពុជាម្នាក់ការគោរពនិងកិត្តិយសចាប់តាំងពីខ្ញុំមកដល់លីជាខ្ញុំមិនសមនឹងទទួលបានការគោរពពីអ្នកទេអ្វីទាំងអស់ដែលអ្នកទទួលបានគឺអរណីប្រាសាទរបស់អ្នក
អ្នកធ្លាប់សួរខ្ញុំថាហេតុអ្វីបានជាខ្ញុំល្អនឹងអ្នកម្លេះនោះហើយជាមូលហេតុប្រសិនបើមិនមែនដោយសារការសន្យារបស់ខ្ញុំចំពោះលីឈីវណានទេដើម្បីការពារលេខរយៈពេល3ឆ្នាំខ្ញុំនឹងមិនរងទុក្ខដោយអយុត្តិធម៌ណាមួយនៅទីនេះឡើយហេតុអ្វីបានជាអ្នកមិនយកវាចេញលឿនជាងនេះនៅលើខ្សែត្បូងពេជ្រនេះកាន់យកការគិតច្រើនរបស់លីស៊ីវណានយកគាត់ជាការព្រមានវាអាចការពារវិញ្ញាណអាក្រក់និងគ្រោះមហន្តរាយសម្រាប់គ្រួសារលីឥឡូវនេះខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអំពីពូជពងរបស់ខ្ញុំហើយអ្នកគួរតែថែរក្សាខ្លួនឯងតើអ្នកចង់ទៅណាជាមួយកម្លាំងរបស់អ្នកមនុស្សដែលខ្ញុំកំពុងរង់ចាំគឺគាត់គ្រួសារស៊ឺជេឆេលយើងសូមអញ្ជើញលោកស្រីឆេមកកាន់ស៊ឺយ៉ដោយក្តីគោរពអ្នកគឺស៊ឺជេឆេលស្នេហាដែលបានកំណត់ទុកជាមុនពីជីវិត3ទាំងអស់ដោយសារតែកូនប្រុសដែលខ្ជះស្មារតីវីរភាពរបស់កងទ័ពតើគ្រួសារស៊ូជាគ្រួសារលេខ1នៅក្នុងរាជវង្សដ៏អស្ចារ្យមែនទេហេតុអ្វីបានជាចៅវាយវ័យក្មេងនៃគ្រួសារស៊ូរូបនេះអបអរសាទរចំពោះកម្លាំងខ្លាំងម្ល៉េះតោះទៅតើអ្នកកំពុងទៅណាតើអ្នកមានទំនាក់ទំនងអ្វីជាមួយគាត់លីចិនតុងអ្នកជាបរិះក្នុងគ្រួសារអ្នកហ៊ានមិនគោរពអ្នកនាងស៊ីដោយរបៀបណាការសងសឹកបានមកដល់យ៉ាងឆាប់រហ័សខ្ញុំកំពុងរង់ចាំអ្នកត្រូវបានដកចេញពីបញ្ជីឈ្មោះជេងឆេងតើកូនប្រុសរបស់គាត់ឈ្មោះស៊ីលីនពិតជាបានទទួលមរណភាពមែនឬទេគាត់ត្រូវតែនៅតែស្រពោនគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់គាត់នឹងមិនចាកចេញពីខ្ញុំឡើយអ្នកត្រឡប់មកវិញហើយតើខ្ញុំមិនចង់ចាកចេញដោយអស់សង្ឃឹមទេហេតុអ្វីខ្ញុំមានអារម្មណ៍មិនល្អខ្លាំងម្ល៉េះពេលគាត់ពិតជាទៅចោលខ្ញុំមែនហេលីសៅតោះចេញទៅផឹកស្រាមួយកែវយីងក៏នៅទីនោះដែរតើអ្នកណាស្រឡាញ់ខ្ញុំខ្លាំងម្ល៉េះខ្ញុំពិតជាមិនចាកចេញទេពេលគាត់ស្ងប់ចិត្តហើយខ្ញុំបានហៅដោយម្រាមដៃរបស់ខ្ញុំគាត់បានត្រឡប់មកវិញមេបញ្ជាការយីនលីពិតជាបានចេញសេចក្តីថ្លែងការណ៍មែនយើងត្រូវតែផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារលូយីនីនកុំសោកសៅអីតើអ្វីទៅជាប្រវត្តិនៃកម្លាំងនេះពួកគេអាចមានឥទ្ធិពលលើគំនិតរបស់មេដឹកនាំខ្ញុំពិតជានឹងសងសឹកការចងគំនុំនេះពេញនិយមនោះគឺជាពូខាងម្ដាយរបស់ខ្ញុំលោកបានចេញសេចក្តីថ្លែងការណ៍កាត់ផ្តាច់ចំណងមិត្តភាពខណៈដែលនៅតែមានកំហឹងយ៉ាងខ្លាំងវានឹងល្អក្នុងរយៈពេល 2-3 ថ្ងៃក្រុមគ្រួសាររបស់ Chen Chaole ក៏ត្រូវបានជាប់ពាក់ព័ន្ធផងដែរត្រាប់ណាអ្នកទទួលបានកម្លាំងរបស់អ្នកមកវិញឥឡូវនេះបើអ្នកសុំទោសខ្ញុំផងខ្ញុំអាចជួយលេខជាដោះស្រាយវិបត្តិនេះបានគាត់បានចាក់ចេញគាត់បានទៅហើយចុះបើគាត់ច្រៀងចម្រៀងមួយទៀតឲ្យអ្នកវិញល្បិចនៃការធ្វើពុតជាប្រងើយកន្តើយខ្ញុំក៏គិតដូចនេះដែរលីសៀងគាត់បានរងចាំអ្នកអស់រយៈពេល3ឆ្នាំហើយទីបំផុតថ្ងៃដែលខ្ញុំត្រូវរៀបការជាមួយគ្រួសារលីក៏បានមកដល់តើខ្ញុំអាចទ្រាំនឹងការចាក់ចេញដោយរបៀបណាមានអំណាចនិងមានមហិច្ឆតាគាត់ជាក្មេងស្រីព្រៃម្នាក់គាត់អាចយកឈ្នះពូរបស់ខ្ញុំបានយ៉ាងងាយតើអ្នកគិតថាគាត់អាចបោះបង់ចោលបានយ៉ាងងាយទេជីវិតនៃទ្រព្យសម្បត្តិដែលហៀបនឹងមកដល់ប៉ុន្តែអ្នកស្នងរកនៃគ្រួសារស៊ូបានមកទទួលគាត់គ្រួសារស៊ូគ្រួសារស៊ឺនៃ Earth Classic Chen Cheoតើគ្រួសារស៊ូជាគ្រួសារប្រភេទណាមនុស្សម្នាក់ដែលមានឋានៈដូចពូរបស់ខ្ញុំអ្នកត្រូវរៀបចំផែនការទស្សនកិច្ចរបស់អ្នកដើម្បីជួបចៅវាយចាស់នៃគ្រួសារស៊ូលើក្រំដីជាថា10ម៉ៃតើខ្ញុំអាចស្គាល់មនុស្សសំខាន់បែបនេះដោយរបៀបណាត្រូវហើយមែនហើយតើមានលទ្ធភាពទេតារាសម្ដែងដែលគាត់បានអញ្ជើញបន្ទាប់មកធ្វើដូចជាអ្នកមានតម្រូវការខ្ពស់លេងល្បែងផ្លូវចិត្តជាមួយអ្នកចង់មានន័យថាគាត់ចង់ឲ្យខ្ញុំច្រណែនជាការពិតណាស់
ប្រសិនបើគាត់អាចគប់ចិត្តគ្រួសារស៊ូបានហើយអ្វីបានជារងទុកវេទនារយៈពេល3ឆ្នាំនៅលើជាលីសៅអ្នកត្រូវបានគាត់បោកបញ្ឆោតហើយបើអ្នកមិនជឿខ្ញុំទេហើយគាត់ឥឡូវនេះគាត់ពិតជានឹងឆ្លងកាត់វាដោយមិនគិតពីរដង Chen Cheo ខ្ញុំក៏គិតថាគាត់លេងពិបាកទទួលបានដែរឬសាកល្ពងហៅវាខ្ញុំមិនបានរក្សាទុកលេខទូរស័ព្ទរបស់គាត់ទេអ្នកបាននៅជាមួយគ្នាអស់រយៈពេល3ឆ្នាំហើយខ្ញុំមិនដែលរក្សាទុកលេខទូរស័ព្ទរបស់គាត់ទេអូអស់រយៈពេល3ឆ្នាំកន្លងមកនេះលីសៅបានលះបង់ខ្លួនឯងទាំងស្រុងចំពោះយិនខ្ញុំគ្មានពេលខ្វល់ពីមនុស្សល្ងងនៅជនបទនោះទេខ្ញុំមានលេខរបស់គាត់សួស្ដីលេខដែលអ្នកបានចុចមិនដំណើរការទេសូមផ្ទៀងផ្ទាត់មុនពេលហៅទូរស័ព្ទឡលីសាក្រុមហ៊ុន Panasonic ប្រកាសពីអាពាហ៍ពិពាហ៍របស់អ្នកស្នងរត់របស់ខ្លួនគឺលោកស្រីស៊ឺជេឆេវកូនក្រមុំមកពី Shirley គាត់ជាបុរសម្នាក់គ្រួសារស៊ឺជេឆេវយើងសូមអញ្ជើញលោកស្រី Shea មកកាន់ស៊ឺយ៉ដោយក្តីគោរពគាត់គឺជាអ្នកស្នងរត់នៃគ្រួសារស៊ូតើទំនាក់ទំនងរវាងកម្លាំងនិងគាត់ជាអ្វីទំនាក់ទំនងរបស់គាត់ជាមួយជំនួយការយ៉ាវដំបូងឡើយមានភាពមិនច្បាស់លាស់ឥឡូវនេះនាងបានភ្ជាប់ទំនាក់ទំនងជាមួយចៅវាយវ័យក្មេងនៃគ្រួសារស៊ូវិធីសាស្ត្ររបស់គាត់ពិតជាអស្ចារ្យណាស់ច្របាច់ជ័យជំនះឡើងបុរសទាំង3នាក់បានវិលជារង្វង់គ្មានអ្វីចម្លែកទេដែលគាត់បានធ្វើវានៅពេលនោះគាត់នៅតែមិនភ័យខ្លាចនៅពេលដែលគាត់ត្រូវបានបណ្តេញចេញពីដៅវាបង្ហាញថាពួកគេបានរកឃើញការងារមួយផ្សេងទៀតរួចហើយគាត់ប្រាប់ខ្ញុំតាមត្រង់ទៅអ្នកបាននៅជាមួយគាត់អស់រយៈពេល3ឆ្នាំហើយតើអ្នកធ្លាប់រួមភេទជាមួយគាត់ទេជំនាញបន្ទប់គេងរបស់គាត់អូតើខ្ញុំចង់រាយការណ៍អ្វីគ្រាន់តែលេងសើចទេគ្រាន់តែលេងសើចទេហេតុអ្វីចេញសៀវអ្នកធ្វើវាសម្រាប់ស្ត្រីមិនច្បាស់លាស់នោះមែនទេគាត់ថែមទាំងបានចាប់អូនប្រុសរបស់គាត់ដែលរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំអ្នកពិតជាលងស្នេហ៍នឹងគាត់មែនទេនាងគ្រាន់តែជាស្ត្រីម្នាក់ដែលមានល្បិចកលខ្ញុំនឹងមិនដែលលងស្នេហ៍នឹងគាត់ឡើយគ្រួសារស៊ូគឺជាគ្រួសារលេខ1នៅក្នុងរាជវង្សសៀដ៏អស្ចារ្យវាគួរតែនាំមកនូវពរជ័យដ៏យូរអង្វែងដល់ពួកគេសម្បូរទៅដោយថាមពលខាងវិញ្ញាណខ្ញុំមិនដែលរំពឹងថាវានឹងស្ដាងយ៉ាងនេះទេគ្មានអ្វីចម្លែកទេដែលគ្រួសារស៊ូប្រញាប់ប្រញាល់ទៅយាងឆេងដើម្បីរកខ្ញុំវាបង្ហាញថាមានហេតុផលលាក់កំបាំងនៅពីក្រោយវាប៉ុន្តែនេះគឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំស្វែងយល់តើស៊ឺជេឆេវពិតជាវាសនារបស់ខ្ញុំមែនទេមានរឿងអ្វីកើតឡើងកញ្ញាស៊ីបានធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងអ្នកប្រកាសជាឃ្លានហើយចុងភៅគ្រួសារឈប់សម្រាកពីការងារនេះជាមេដែលខ្ញុំចំអិនដោយខ្លួនឯងសូមសាកល្បងមើលកាលពីមុនខ្ញុំតែងតែទៅផ្ទះយឺតនៅពេលយប់ដើម្បីញ៉ាំអាហារសម្រន់ពេលយប់ជ្រៅពួកគេមិនដែលខ្វល់ថាខ្ញុំឃ្លានឬអត់នោះទេខ្ញុំមិននឹកស្មានថាវាមានអារម្មណ៍ល្អយ៉ាងនេះទេពេលដែលត្រូវបានមើលថែអរគុណសូមអភ័យទោសអ្នកសម្រាប់ខ្លះទៅតាក់ទងមកខ្ញុំគ្រប់ពេលប្រសិនបើអ្នកត្រូវការអ្វីមួយស៊ូជឺសៀវ